Tuesday good morning การចេញវីដេអូយូរហើយថ្ងៃនេះទៅសាចិត្តទេលើកមករៀបចំថាចង់ទៅធ្វើកូគីឲ្យកូនដុតនំកូគីនេះបុកល្ហុងផតច្រើនពេកលើឡើងមុនពេញមុខហើយគេតាឡើយទៅសាំងមួយថ្ងៃនេះបានចេញវីដេអូទេដោយសារតែ weekend ឡើងនិយាយទៅរវល់នៅផ្ទះតនេះនៅផ្ទះមិនតែធ្វើការងារទេមើលកូនមើលអញ្ចឹងជិលធ្វើវីដេអូនិយាយទៅធ្វើមិនបានលុយបានអីកាច់ដែរគ្រាន់ធ្វើលេងសប្បាយថ្ងៃណាចង់ធ្វើទៅថ្ងៃណាអត់មានពេលធ្វើក៏អត់ធ្វើណាខ្ញុំធ្វើវីដេអូខ្ញុំមិនដែលបានលុយទេណា YouTube ខ្ញុំមានអ្នក subscribe 1000អ្នកជាងមែនប៉ុន្តែដោយសារ YouTube ខ្ញុំនឹងវាជាប់ស្អីគេទេពេលកណ្ដឹងបងខ្ញុំក៏ដាក់ pay ឲ្យខ្ញុំដាក់ទៅវាជាប់ទៅវាឲ្យខ្ញុំទៅចឹងខ្ញុំទុកចោលទៅចឹង YouTube ខ្ញុំនឹងអត់មានបានលុយបានកាយទេតែខ្ញុំបង្កើត channel YouTube មួយទៀតបើសិនជាបងប្អូនចង់ subscribe ខ្ញុំដាក់ link ឲ្យជួយ subscribe ខ្ញុំផងណា channel YouTube ថ្មីរបស់ខ្ញុំផុសវីដេអូដូចគ្នាអញ្ចឹងតែគ្រាន់តែអានោះយើងតែផុសចឹងវាមានអ្នកមើលវានិយាយទៅវាមានអ្នក subscribe អានេះមក YouTube ខ្ញុំយូរតែដោយសារខ្ញុំជាប់ monetize ធ្វើរបស់វាស្អីគេខ្ញុំអត់ដឹងដូចគ្នាខ្ញុំធ្វើខុសណាអូខេតែប៉ុណ្្នឹងឯងចឹងចាំជួយ subscribe YouTube ថ្មីរបស់ខ្ញុំហៅបងប្អូនណាឥឡូវខ្ញុំទៅសាទិញម្ហូបទិញ cookie ទិញទឹកដោះគោទិញអីកូននេះដើម្បីយកមកថ្ងៃនេះកូនខ្ញុំទៅចង់ឲ្យខ្ញុំដុតនំ cookie ឲ្យគេហើយមកដល់សំណាងល្អបងប្អូនមកដល់ឃើញសាច់គោនេះចុះសិល$3.99សេនណាសាច់គោនេះមិនធ្វើ steak អីបងប្អូនសាច់វាអត់សូវផុយហ្មងទេប៉ុន្តែយកធ្វើសាច់គោទឹកប្រហុកឆ្ងាញ់ហើយដល់កលិបមកមើលសាច់ជ្រូកវិញ$1.99សេនតែគេឲ្យយើងទិញតែម្ដុំណាម្នាក់គេហៅ limit ណាហើយមកកលិបមើលពងវិញបងប្អូនពងមាន់យើងនេះគឺថាអត់មានចុះតម្លៃទេ$8.29សេន12គ្រាប់ណានិយាយទៅថ្លៃជាងសាច់គោថ្លៃជាងសាច់ជ្រូកទៀតពងឥឡូវអូខេឥឡូវមកទេបងប្អូនថាមិនទិញអីទេឥឡូវមកដល់ទិញទៅបានតែសារតែឃើញ good deal អញ្ចឹងខ្ញុំទិញឲ្យបងប្អូនសាច់គោ$3.99សេនគឺថា good deal មែនតើយើងទិញទៅស្ដាយខ្ញុំទិញបាន5ដុំណាហើយខ្ញុំមកទិញនេះបងប្អូន chocolate chip cookie នេះឲ្យកូនខ្ញុំដើម្បីដុតណាពីកញ្ចប់$6ចាំប៉ុន្តែបើយើងទិញអាគេដុតស្រាប់មកប្រអប់វាដូចជាមាន6មាន7ដូចថាមាន12នំដូច$5-6ដែរហ្នឹងប៉ុន្តែតែសត្វតកោខ្ញុំចូលចិត្តឲ្យខ្ញុំដុតឲ្យញ៉ាំអញ្ចឹងឥឡូវខ្ញុំមកទិញ Subway ឲ្យប្តីខ្ញុំនំប៉័ងវាសាំងវិជយើងហ្នឹងបងប្អូនដោយសារតែប្តីខ្ញុំស្រួលណាស់ទិញអីក៏ញ៉ាំហ្នឹងឥឡូវនេះហើយម្ដាមនោះ$10ជាងណាឥឡូវគិតលុយហើយបងប្អូនអស់$182នេះបានប៉ុណ្ណឹងចាំដល់ផ្ទះខ្ញុំនឹងថតបងប្អូនមើលតើ$182ទិញនៅ store អាគាំងបានអីខ្លះព្រោះពាក្យច្រើនខ្ញុំទិញនៅ store អាគាំងខ្ញុំអត់សូវទិញបន្លែទេខ្ញុំទិញតែគ្រឿងសាច់ទៅដោះគោអីកប៉ិកប៉ុកចឹងណាអូខេហើយបងប្អូនឥឡូវខ្ញុំរៀបចំទៅផ្ទះហើយ